Ender Lily Quietest of the Night គឺជាហ្គេមសោកសៅមួយយើងអាចឃើញវាតាំងពីបទភ្លេងរហូតដល់បរិយាកាសជុំវិញនគរមួយនេះតើមានរឿងអ្វីកើតឡើងនៅក្នុងហ្គេម Ender Lily Quietest of the Night Let's find out ដើមហ្គេមយើងបានឃើញក្មេងស្រីមួយមានសម្បុរស្បែកហើយនឹងសក់សហាក់ដូចជាវាតំណាងឲ្យភាពបរិសុទ្ធរបស់នាងហើយក្មេងស្រីម្នាក់ហ្នឹងមានឈ្មោះថា Lily ត្រូវបានវិញ្ញាណអ្នកចម្បាំងម្នាក់បានដើរគាត់ងើបពីគេងនាមរបស់គាត់គឺអ្នកចម្បាំង Umbro តាមភាសា Latin Umbra បកប្រែមកវិញថាភាពខ្មៅងងឹតបញ្ជាក់ទៅដោយការស្លៀកពាក់ពណ៌ខ្មៅរបស់គាត់ហើយតួនាទីរបស់គាត់គឺត្រូវការពេល Lily ហើយនឹងនាំផ្លូវនាងនៅលើដំណើរផ្សងព្រេងនៅខាងមុខប៉ុន្តែក្មេងស្រីម្នាក់នេះគាត់បានបាត់ការចងចាំគាត់មិនដឹងគាត់ជាអ្នកណាគេហើយគោលដៅរបស់គាត់គឺជាអ្វីនោះឡើយហើយគោលដៅរបស់គាត់គឺជាអ្វីប៉ុន្តែទាំងពីរនាក់នៅតែដាំក្បាលទៅមុខអត់យល់តំបន់នេះមានឈ្មោះថា Landsand ហើយវាត្រូវបានប្រឡាក់កខ្វក់បាត់ទៅហើយវាត្រូវបានអបលាក់ទៅដោយជំងឺមួយយ៉ាងដែលមានឈ្មោះថា Blight នៅពេលដែលមានមនុស្សម្នាក់បានឆ្លង Blight វានឹងធ្វើឲ្យមនុស្សបាត់បង់សតិវិញ្ញាណនឹងធ្វើឲ្យរាងកាយរបស់ពួកគាត់ប្រែប្រួលយ៉ាងគួរឲ្យខ្លាចហើយនឹងទទួលរងការឈឺចាប់រៀងរាល់ថ្ងៃប៉ុន្តែបដូរវិញជំងឺនេះនឹងជួយឲ្យអ្នកឆ្លងជាសះស្បើយអំពីមុខរបួសផ្សេងៗស្តៀង Wolverine ហើយ Deadpool Blight បានឆ្លងមកពីភ្លៀងដែលធ្លាក់ចុះមកនគរមួយនេះរាល់មួយដំណក់ទឹកភ្លៀងសិតតែផ្ទុកជំងឺ Blight ក្នុងនោះទាំងអស់គ្មានអ្នកណាដឹងថាទឹកភ្លៀងទាំងអស់នេះមកពីណាប៉ុន្តែតាំងពីមេឃចុះភ្លៀងមកវាមិនដែលរាំងតើនគរនេះអស់សង្ឃឹមហើយមែនទេចម្លើយនោះគឺអត់ទេ Lily គាត់មានសមត្ថភាពអាចបន្សុទ្ធជំងឺប្លែកចេញពីរាងកាយមនុស្សបានគឺគាត់នឹងបឺតយកជំងឺប្លែកពីមនុស្សម្នាក់ចូលទៅក្នុងរាងកាយរបស់គាត់ទោះបីជាឆ្លងជំងឺប្លែកចូលក្នុងខ្លួនក៏ដោយប៉ុន្តែ Lily មិនបានបាត់បង់សតិអារម្មណ៍របស់គាត់នៅឡើយគាត់នៅគ្រប់គ្រងសតិអារម្មណ៍របស់ខ្លួនឯងបានប៉ុន្តែ Blight នៅតែធ្វើឲ្យ Lily ទទួលរងការឈឺចាប់បញ្ជាក់ទៅដោយសក់របស់គាត់បានប្រែទៅជាពណ៌ខ្មៅម្ដៅក្នុងអំឡុងពេលដើរសងព្រេងជាមួយគ្នា Lily ហើយអ្នកចម្បាំងបានដឹងពីមនុស្សស្រីម្នាក់ទៀតដែលមានឈ្មោះថា Frieza គាត់គឺជាម្ដាយរបស់ Lily ហើយគាត់ក៏ជាដូនជីសរបស់នគរនេះគាត់ត្រូវបានបង្គោលតំណែងដូនជីសមកពីគាត់អាចបន្សុទ្ធនៅក្នុងខ្លួនរបស់ប្រជាជនក្នុងនគរនោះ